បងដែលអត់ទាន់ចេះបង្កើត Gmail សម្រាប់ប្រើផ្ទាល់ខ្លួនណាបាទ Gmail សម្រាប់ប្រើផ្ទាល់ខ្លួនអញ្ចឹងបងមកមើលវីដេអូនេះមកជាដំបូងយើងចូលមកកន្លែងជូននេះមកបងយើងចូលមកកន្លែងជូននេះមកបាទហើយយើងវាយលើឈ្មោះ Gmail ចាស់របស់យើងមកបន្តមកទៀតយើងឃើញកន្លែង add នេះកន្លែង add account បាទអញ្ចឹង add account មួយទៀតយើងចុចលើកន្លែងសញ្ញាបូនហ្នឹងមកបាទបន្តមកទៀតគឺយកពាក្យ create account មកបងបាទហើយយើងយក personal បាទនឹងយើងសម្រាប់ប្រើផ្ទាល់ខ្លួនបន្តមកយើងដាក់ឈ្មោះបងឈ្មោះហ្នឹងគឺយើងដាក់ឈ្មោះអីក៏បានដែរដាក់ឈ្មោះខ្លួនឯងផ្ទាល់ក៏បានដាក់ឈ្មោះអីក៏បានដែរដែលយើងស្រឡាញ់ពេញចិត្តឈ្មោះហ្នឹងណាបងបាទអញ្ចឹងបាទយើងដាក់ឈ្មោះមួយណាឈ្មោះគាត់ក៏បានដែរបាទអញ្ចឹងនេះបាទបន្តមកទៀតយើងដាក់ថ្ងៃខែឆ្នាំក៏ដែរបងយើងដាក់ថ្ងៃខែឆ្នាំក៏ដែរខែឆ្នាំដាក់ថ្ងៃណាក៏បានដែរបាទនេះយើងដាក់ខែបាទដាក់ខែចេញរៀងមកហើយយើងដាក់ថ្ងៃទី1បាទហើយសម្រាប់ឆ្នាំយើងដាក់1900អាកូននេះក៏ដាក់តាមខ្ញុំមកដាក់រៀងខ្លួនទៅដាក់ខ្ញុំចុចយក page ណា page បាទយើងដាក់ page ប្រុសមកបាទខាងលើនេះស្រីណាបាទនេះគឺខ្ញុំយកក្រោមមកទី2មក page ប្រុសមកបងបាទខ្ញុំដាក់ page ប្រុសហើយចុចនេះបាទបន្តមកទៀតកន្លែងនេះគឺគេឲ្យយើងវាយបាទគេឲ្យយើងវាយ account ណាចឹងកន្លែងនេះគឺបងឆ្លាញ់យើងទៅសេដល់ឈ្មោះខ្លួនឯងមកបាទសេឈ្មោះខ្លួនឯងមកកន្លែងនេះយើងឆ្លាញ់វិញយើងដាក់ឈ្មោះចឹងមកបាទសុភ័ក្រចឹងនេះបាទចង់ឲ្យទេនេះគេឲ្យយើងរើសមើលបាទនេះឈ្មោះដូចនេះមិនណាចឹងយើងចុចនេះបាទចឹងយើងសរសេរទុកមួយមកបាទហើយយើងចុចនេះមកបងចុចនេះមួយទៀតណាបាទចុចនេះបាទតមកទៀតយើងបង្កើតលេខកូដសម្ងាត់តខ្លួនរបស់យើងមួយមកណាបងលេខកូដសម្ងាត់បាទលេខកូដសម្ងាត់នេះបង្កើតឲ្យកត់ទុកផងណាកុំឲ្យបង្កើតឲ្យភ្លេចរត់នឹកអត់ឃើញណាបាទចាំបង្កើតឲ្យយើងកត់ទុកឲ្យស្រួលចាំណាបាទកុំឲ្យបាត់ព្រោះទៅប្រើរហូតបាទយើងបញ្ជាក់ម្ដងទៀតណាបងបញ្ជាក់ម្ដងទៀតមកបញ្ជាក់ឲ្យដូចឥឡូវហ្នឹងយើងបញ្ជាក់ម្ដងទៀតមកបាទតមកទៀតយើងចុចលើកទៅទៀតបាទនៅត្រង់កន្លែងនេះគឺវាឲ្យយើងវាយលេខទូរស័ព្ទណាដើម្បីគួរតែមានលេខទូរស័ព្ទតខ្លួនមួយខ្សែមកដើម្បីយកមកបញ្ជាក់ជាមួយនឹង Gmail ប្រើឲ្យបានយូរໄວតែកាលណាយើងអត់បញ្ជាក់ជាមួយនឹងលេខទូរស័ព្ទគឺប្រើវាឆាប់ខូចបាទអញ្ចឹងយើងបញ្ជាក់លេខទូរស័ព្ទយើងមកបាទពីព្រោះលេខទូរស័ព្ទយើងមួយខ្សែមកយកមកដាក់មកលេខទូរស័ព្ទជិះនេះបាទហើយយើងរងចាំលេខកូដទៅផ្សាយមកលេខទូរស័ព្ទដែលយើងបានចុះឈ្មោះអានេះគឺ Google ទាមទារឲ្យយើង recover Gmail address នឹងយើងមានន័យថាយើងដាក់ email សម្រាប់សង្គ្រោះ Gmail ដែលយើងបានបង្កើតមិញអញ្ចឹងយើងមិនបានដាក់ក៏បានដែរយើង skip វាទៅសិនទៅបាទនេះគឺជា Gmail ដែលយើងបានបង្កើតបានតទៀតបាទតទៅទៀតយើងរុញទៅលើយើង agree បាទមានន័យថាយើងយល់ព្រមជាមួយនឹងលក្ខន្តិកៈរបស់ Google ដែលបានរៀបចំឲ្យយើងណាអញ្ចឹងយើង agree បាទយើងទទួលយកបាទ Excel មកបងប្អូនបាទអញ្ចឹងយើងប៉ុណ្ណឹងគឺយើងបង្កើត Gmail យើងបានរួចរាល់យើងចូលមក verify ម្ដងទៀតណាយើង add ជាមួយនឹងលេខទូរស័ព្ទយើងម្ដងទៀតបាទនេះយើងវាយលេខមិញទៅម្ដងទៀតបងប្អូនចូលម្ដងទៀតបាទតែប៉ុណ្ណឹងគឺយើងបង្កើត Gmail យើងមកប្រើរួចជាការស្រេចហើយបងប្អូនបាទគឺយើងប្រើរួចជាការស្រេចហើយបាទ Gmail យើងបង្កើត Gmail បានជោគជ័យហើយបងប្អូនបាទនេះយើងមកមើលឡើងនេះ Gmail យើងបង្កើតបានជោគជ័យហើយបាទអញ្ចឹងបើសិនបងស្រឡាញ់ពេញចិត្តនិងចូលចិត្តវីដេអូមួយនេះបាទសូមជួយ share វីដេអូមួយនេះឲ្យខ្ញុំផងបាទហើយជួបខ្ញុំនៅវីដេអូបន្តទៀតហើយសម្រាប់បងដែលគាត់ត្រូវការទូរស័ព្ទដៃមួយទឹកបាទអីវ៉ាន់ស្អាតសនំស៊ីនណាបងបាទអញ្ចឹងគឺយើងមាន